បាទជំរាបសួរបាទនៅក្នុងវីដេអូនេះគឺមានអត្ថបទមួយបាទដែលទាក់ទងទៅនឹងស្ត្រីជាម្ដាយហើយនឹងកូនបាទអញ្ចឹងកូនហ្នឹងគឺប្រព័ន្ធរំលាយអាហាររបស់គាត់មិនល្អអញ្ចឹងការព្យាបាលដោយម្ដាយគឺយកដៃទៅអង្អែលពោះរបស់កូនបាទអញ្ចឹងដែលនៅក្នុងភាសាកូរ៉េគេហៅថាជាដៃទឹកបាទដៃទឹកឬក៏ដៃថ្នាំបាទអញ្ចឹងដល់ពេលដែលយកដៃទៅអង្អែលលើពោះរបស់កូនហ្នឹងគឺពោះរបស់កូនគឺអឺពោះដែលបានឈឺហ្នឹងគឺជាសះស្បើយបាទអញ្ចឹងគឺគេចង់និយាយពីចំណុចហ្នឹងដែលដាក់រូបម្ដាយហើយនឹងកូនចំណែកឯរូបផ្លែសេរីបាទរូបផ្លែសេរីនេះគឺសំដៅទៅលើការផ្ដាសាយបាទសំទោសការក្អកបាទនៅពេលដែលក្អកអញ្ចឹងប្រសិនបើយើងស្ងោរនៅផ្លែសេរីហើយញ៉ាំហ្នឹងគឺគេនិយាយថាវាបាត់នៅក្អកហ្នឹងបាទហើយចំណុចរូបខូងណាមូលគូកបាទគឺសម្លស៊ុបនេះណាបាទគឺនៅពេលដែលយើងផឹកស្រាស្រវឹងហើយប្រសិនបើយើងញ៉ាំនៅខូងណាមូលគូកហ្នឹងគឺធ្វើឲ្យយើងឆាប់ជានៅឆាប់ស្វាងណាឆាប់ស្វាងស្រាលឿនបាទអញ្ចឹងនេះគឺជាសតឬក៏និយាយថាជាវិធីដែលអាចដោះស្រាយឬក៏ព្យាបាលដោយមិនចាំបាច់ទៅពេទ្យបាទយើងអាចព្យាបាលដោយខ្លួនឯងបានហើយវាក៏ជាវិធីបុរាណមួយបាទអញ្ចឹងចង់ដឹងថាតើនៅក្នុងទាំងអស់ណាអក្សរទាំងអស់នេះគេចង់និយាយពីគេខ្លះណាដែលខ្ញុំបាននិយាយទាក់ទងទៅនឹងរូបភាពខាងលើនេះបាទអញ្ចឹងសូមស្ដាប់ការអានហើយនឹងបកប្រែដោយសិស្សរបស់ខ្ញុំណាបាទតោះបាទលោកគ្រូហាន់កូកេសនិនយេតណាភូថមូមីអាភើលតេខ្ញុំវនណែខាកណាយ៉ាកិលមកជីអានកូខ្ញុំងើកូឈីរតកូឈីនិនផាំងប៉បតរីឆុនហេជីកូអ៊ីសុនីដានៅក្នុងប្រទេសកូរ៉េតាំងពីសម័យដើមមកគឺមានការព្យាបាលជាច្រើនដោយមិនចាំបាច់ទៅមន្ទីរពេទ្យឬក៏លេបថ្នាំនៅពេលដែលខ្លួនប្រាណឈឺយោរឹមតរសូវ៉ាកាថេជីយេរិលធឺរលនៅតែអមនីតរិនអាផិនអាអ៊ីអេផេរលសុនរោសរស៊ូអត់សមីដាឧទាហរណ៍នៅពេលដែលកូនរំលាយអាហារមិនបានល្អម្ដាយតែងតែយកដៃអង្អែលពោះដែលកូនឈឺIrotkhe apen perel natke hanen omoni sunnel yaksuk irako porosmida ដៃរបស់ម្ដាយដែលអាចជួយឲ្យពោះធូរស្រាលបែបនេះគឺត្រូវបានគេហៅថាយ៉ាក់សុនឱសថដៃគីឈីមីស៊ីមហាតេនិនផេរលខឺរយោសមកកើមញ៉ុនគីឈីមីសារ៉ាជីកូនៅពេលក្អកខ្លាំងប្រសិនបើយកផ្លែសារីទៅស្ងោរញ៉ាំនោះគឺនឹងបាត់សូលរលម៉ានីម៉ាស៊ីនថាអំណារេនិនខុងណាមួយគុកកិលមកកើមញ៉ុនសូរីឆាលខេមនីដានៅថ្ងៃបន្ទាប់ពីផឹកស្រាច្រើនប្រសិនបើញ៉ាំស៊ុបខុងណាមូលគុកនឹងគេហៅថាស៊ុបអីគេលោកខុងណាមូលគុកចឹងណាលោកគ្រូបាទនឹងខូងណាមូលគូកបាទគឺជាយើងនិយាយថាជាមុខម្ហូបកូរ៉េឈ្មោះបែបហ្នឹងក៏បានដែរឈ្មោះខូងណាមូលគូកបាទនោះការស្រវឹងគឺនឹងធូរស្រាលហើយនឹងបាត់លឿនអ៊ីរ៉ូហាល់មានខានយកប៉បពិនខ្វាហាក់ឆុនអ៊ីនខិនកូកាអបនិនខតតូអ៊ីជីម៉ាន់អតនផាំងប៉បពិលផាំងប៉ប
Thang bọc bến hạ chón ở rố khơi vô qua cá ít chân thề o chi cứng kha chí sang hạt cố ít xâm mì đà cáp chia ba nơi bạn cáp chia ba ở sọt bồ ràn càng ní khá mình miên phong tam mình chia xa tề còn tái cứ mình vị thi khá đại mình vật tập hiếp របស់វាត្រូវបានបញ្ជាក់តាមវិទ្យាសាស្ត្រហើយនៅតែទទួលបានការពេញនិយមរហូតមកដល់សព្វថ្ងៃអរគុណលោកគ្រូ បាទអរគុណបាទអញ្ចឹងបន្ទាប់ពីការអានរបស់សិស្សខ្ញុំហើយបាទឃើញថាយល់ខ្លះទេពីចំណុចការនិយាយទាំងអស់នេះបាទនិយាយពីការប្រព័ន្ធរំលាយអាហារមិនស្រួលឆ្អល់ណែនពោះអីហ្នឹងបាទអញ្ចឹងម្ដាយយកដៃទាំងអែលពោះក្មេងអញ្ចឹងក្មេងហ្នឹងក៏បាត់នៅការឈឺពោះហ្នឹងអញ្ចឹងគេហៅថាយ៉ាកសូនហ្នឹងបើយ៉ាកថ្នាំសូនដៃថ្នាំអញ្ចឹងវាមានន័យថាឈ្មោះហ្នឹងណាបាទយ៉ាកសូនគឺគេសំដៅទៅលើដៃរបស់ម្ដាយដែលអង្អែលទៅលើពោះរបស់ក្មេងហ្នឹងបាទគឺគេហៅថាដៃទឹកឬក៏ដៃព្យាបាលជំងឺបានអញ្ចឹងណាបាទអាហ្នឹងគឺជារូបមន្តពីមុនមកទេហើយមកដល់សប្តាហ៍នេះក៏មានការប្រើប្រាស់រូបមន្តទាំងនេះដែរមិនថាជាការអង្អែលពោះឲ្យបាត់ឈឺឬក៏ការញ៉ាំផ្លែសេរីឬក៏ខុងណាមូលគូកបាទគឺនៅតែមានការប្រើប្រាស់ហើយក៏ពេញនិយមដល់សប្តាហ៍នេះដែរបាទអញ្ចឹងទាំងអស់នេះគឺមិនមែនតាមបែបវិទ្យាសាស្ត្រអីទេបាទគឺជារូបមន្តពីមុនមកដែលមានការប្រើតគ្នាណាតាមបែបពីបុរាណមកបាទអញ្ចឹងនេះក៏ជាចំណុចមួយដែលជាការព្យាបាលដោយខ្លួនឯងមិនចាំបាច់ទៅពេទ្យក៏បានដែរណាបាទហើយជួបគ្នានៅវីដេអូក្រោយណាបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងណាបាទជម្រាបលាបាទហើយប្រសិនបើសិស្សចង់សិក្សាភាសាកូរ៉េថ្នាក់ដែលមានបកប្រែបែបនេះជាភាសាខ្មែរនោះឲ្យតែចេះអានចេះពាក្យចេះវេយ្យាករណ៍ខ្លះៗណាមិនតន់អាចបកបានទាំងអស់ក៏ដោយគឺសិស្សចូលរៀនមកគឺសិស្សនឹងអាចឆាប់ចេះអាននិងបកប្រែដោយសិស្សរបស់ខ្ញុំអញ្ចឹងបាទគឺនៅពេលដែលរៀនគឺសិស្សអានបកប្រែដោយដែលខ្ញុំបានដាក់សំឡេងរបស់សិស្សដែលអានហ្នឹងគឺម៉ោងរៀនផ្ទាល់គឺសិស្សគាត់អានហើយបកប្រែបែបហ្នឹងបាទរាល់ចំណុចដែលគាត់អានបកប្រែខុសគឺមានខ្ញុំជាគ្រូជួយប្រាប់ជួយបញ្យល់ភ្លាមនៅចំណុចដែលបានអានឬក៏បកប្រែខុសហ្នឹងបាទអញ្ចឹងរៀនយូរទៅគឺសិស្សនឹងស្ទាត់ជំនាញនៅក្នុងការបកហើយអាចបកបានហើយក៏មានចិត្តចង់រៀនឲ្យបានច្រើនទាក់ទងទៅនឹងអត្ថបទចង់បកប្រែចង់ស្គាល់ន័យបាទព្រោះថាចំណុចល្អៗចេះគឺវាមានច្រើនដែរណាបាទអញ្ចឹងចំណុចខ្លះក៏វាដូចទៅនឹងស្រុកខ្មែរយើងចំណុចខ្លះក៏វាមិនដូចទេបាទទាក់ទងទៅនឹងប្រពៃណីអញ្ចឹងណាបាទហើយទាក់ទងទៅនឹងចំណុចនេះសិស្សត្រូវការនៅសភៅមិនថាជាសភៅមួយណាទេឲ្យតែទាក់ទងទៅនឹងភាសាកូរ៉េគឺខាងខ្ញុំមានលក់ទាំងអស់សិស្សចង់បានអាចឆាតចូល page បានហើយសម្រាប់ការរៀនថ្នាក់អត្ថបទសន្ទនាឬក៏អត្ថបទទូទៅបែបនេះបាទគឺអាចចុះឈ្មោះរៀនបានហើយបញ្ជាក់ណាថ្នាក់នេះគឺមិនមែនជាថ្នាក់ប្រឡងពលករទេបាទគឺជាថ្នាក់រៀនទូទៅបាទសិស្សខ្លះគាត់មានប្តីជាជនជាតិកូរ៉េឬក៏គាត់រស់នៅប្រទេសកូរ៉េគឺគាត់រៀននៅសភៅមួយនេះបាទជាចុងក្រោយអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំប្រសិនបើពេញចិត្តសូមជួយចុច like share ម្នាក់មួយផងបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ